បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរគឺ admin បានបាទរៀបចំបាទធ្វើការផ្លះបាទជ្រូកមួយបាទយកមកដាក់ខ្វាយណាអញ្ចឹងអានេះគឺជាសកម្មភាពដែលបងប្អូនគាត់កំពុងធ្វើការបាទធ្វើជ្រូកបាទយើងវះពពងខាងក្នុងណានិយាយទៅយើងធ្វើរៀបចំបាទទាំងពីក្បាលល្ងាចរហូតដល់យប់តម្រាំទៅហើយបងប្អូនហើយនិយាយទៅមិនងាយស្រួលទេតើមកក៏យើងធ្វើការបាទដាក់វាឆ្អើររៀបចំបាទចងវាដាក់ដើម្បីធ្វើការឆ្អើរចឹងណាបាទហើយជ្រូកនេះផងដែរគឺវាជិត30គីឡូដែរបងប្អូនណាបាទហើយទៅវាមកល្មមដែរហើយយើងក៏រៀបចំបាទធ្វើឲ្យរួចរាល់ហើយហ្នឹងគឺយើងចាប់ដាក់ឆ្អើរវាបាទឥឡូវនេះយើងធ្វើការបាទឆ្អើរវារួចរាល់ហើយពេលព្រឹកបាទឥឡូវយើងក៏ចាប់ដើមបាទធ្វើការស្រាយឬក៏ដកបាទដែកដែលយើងដាក់ហ្នឹងចេញដើម្បីយកជ្រូកហើយសម្រាប់ការធ្វើនេះផងដែរគឺយើងមិនងាយស្រួលទេបងប្អូនណាដោយសារតែយើងអត់មានដែកខ្វាយជ្រូកសម្រាប់ខ្វាយហ្នឹងអញ្ចឹងយើងមានតែកាយឆ្នៃបាទដែក2មកយើងដាក់អមវាចឹងមកហើយយើងចងលួសវាទៅដើម្បីកុំឲ្យវាទន់ជើងទន់ដៃវាបាក់នៅពេលដែលយើងខ្វាយចឹងតាហើយនេះគឺសកម្មភាពដែលយើងកំពុងធ្វើការបាទលាលួសនឹងចេញតែម្ដងបាទហើយបើយើងទុកហ្នឹងគឺក៏មិនកើតដែរព្រោះយើងត្រូវការវាយកវាឆ្អិនហើយអញ្ចឹងយើងត្រូវការយកវាចេញហើយការយកវាចេញដើម្បីយើងយកទៅបាទខ្សែនៅភ្នោខែរដូវចូលឆ្នាំណាបងប្អូនហើយឥឡូវយើងកំពុងធ្វើការបាទយកដែកនឹងចេញបាទអានេះពេលចងស្រួលដល់ពេលស្រាយវិញអូវេទនាមិនស្រួលទេបងប្អូនហើយវីដេអូហ្នឹងគឺអត់មានអីទេបងប្អូនមានតែយើងបើធ្វើជ្រូកតាំងក្បាលល្ងាចរហូតដល់ភ្លឺឥឡូវមកយើងចាប់ដើមយកវាទៅនៅភ្នោអញ្ចឹងអត់មានអីច្រើនទេបងប្អូនណាអរគុណបងប្អូនដែលទស្សនាវីដេអូពីដើមដល់ចប់ឥឡូវយើងយកវាចេញហើយបងប្អូននេះបាទហើយបើយើងមានដែកខ្វាយជ្រូកនោះគឺវាស្រួលតែពេលយើងសោកវាក៏វាបាក់ដែរតែបើយើងដាក់អមអញ្ចឹងយើងដកវាចេញមកវាងាយស្រួលជាងដែកខ្វាយជ្រូកទីទៅមួយយ៉ាងម្នាក់អានេះយើងអត់ទាន់លើកបានទេបងប្អូនដោយសារតែខ្លាចបាក់អញ្ចឹងណាអញ្ចឹងយើងមានតែលើកវាថ្នមបងប្អូនដើម្បីដាក់លើចង្អេរហ្នឹងកុំឲ្យវាបាក់ដៃព្រោះវានៅទន់ណាបងប្អូនហើយវីដេអូហ្នឹងគឺអត់មានអីច្រើនបងប្អូនមានប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់ទស្សនាវីដេអូហ្នឹងពីដើមដល់ចប់អរគុណច្រើនបាយបាយបងប្អូនណា